តោះឥឡូវនៅក្នុងមេរៀននេះយើងមករៀនពីការបង្កើតប្រយោគយកពាក្យទាំងអស់នេះមកបង្កើតប្រយោគហើយបកប្រែប្រយោគមួយទាំងអស់គ្នាណាអញ្ចឹងចំណងជើងគេដាក់ថា the 6 worst jobs in the US ការងារដែលលំបាកទាំង6នៅសហរដ្ឋអាមេរិកឬក៏នៅអាមេរិកអូខេតោះឥឡូវយើងមករៀនអានទាំងអស់គ្នា fisherman បានន័យថាអ្នកនេសាទត្រី taxi driver អ្នករត់តាក់ស៊ី cowboy អ្នកបង្វឹកសេះឬក៏អ្នកខ្វៀលគោព្រៃអញ្ចឹងទៅបង្វឹកសេះឬក៏គោព្រៃខ្វៀលគោអញ្ចឹងទៅណាអូខេ construction worker បានន័យថាកម្មករសំណង់ dancer អ្នករាំអូខេយើងស្គាល់ហើយអ្នករាំតាមឆាករាំតាមតន្ត្រីប្រគំតន្ត្រីអញ្ចឹងទៅ lumberjack បានន័យថាអ្នកកាប់ឈើអ្នកអាឈើអូខេតោះឥឡូវយើងមកបកប្រែមកបង្កើតប្រយោគហើយបកប្រែមួយ The fishermen work 20 hours per day in a freezing stormy sea hauling heavy net full of slippery fish អូខេរៀងពិបាកតិចតែចាំខ្ញុំបកប្រែឲ្យមួយអូខេអញ្ចឹងគេថាអ្នកនេសាទត្រី The fishermen ហ្នឹង works 20 hour បាទធ្វើការ20ម៉ោងតាមវេនរបស់គាត់ shift នេះប្រែថាវេនធ្វើការវេន20ម៉ោងក្នុងមួយថ្ងៃអូខេ per day នេះក្នុងមួយថ្ងៃតែគាត់ធ្វើការអ្នកនេសាទត្រីធ្វើការ20ម៉ោងតាមវេនរបស់គាត់ក្នុងមួយថ្ងៃ in a freezing stormy sea អូខេប្រែថាក្នុងសមុទ្រដែលត្រជាក់និងមានខ្យល់ព្យុះបក់បោក sea សមុទ្រអូខេ freezing មានត្រជាក់កកអីចឹងណា stormy មានព្យុះបក់បោកអូខេអញ្ចឹងន័យថានៅក្នុងសមុទ្រដែលត្រជាក់ដែលមានព្យុះបក់បោក hauling heavy net full of slippery fish អូខេហើយត្រូវសារសំណាញ់ធ្ងន់ hauling heavy net នឹងសំណាញ់ heavy ធ្ងន់សារសំណាញ់ធ្ងន់ full of slippery fish អូខេដែលពោពេញទៅដោយត្រីរអិលអូខេត្រីវារអិលទៅអត់ slippery ប្រែថារអិលអូខេA fisherman worked 20 hours per day in freezing stormy sea hauling heavy net full of slippery fish អូខេតោះឥឡូវយើងមកប្រយោគបន្តទៀត taxi driver អូខេអ្នកបើកបរតាក់ស៊ីអ្នករត់តាក់ស៊ីអូខេមកទៀត After sitting in traffic for 12 hours the taxi driver earned barely minimum wage and often deal with rude passengers អូខេបកបងប្អូនអញ្ចឹងគេថាបន្ទាប់ពីអង្គុយ sitting ហ្នឹងអង្គុយការអង្គុយបន្ទាប់ពីការអង្គុយ in traffic ធ្វើដំណើរចរាចរណ៍គេមានថាគាត់ធ្វើដំណើរចរាចរណ៍ជិះតាមផ្លូវអញ្ចឹងណា After sitting in traffic for 12 hours មកថាបន្ទាប់ពីអង្គុយធ្វើដំណើរក្នុងចរាចរណ៍ឬក៏ធ្វើដំណើរចរាចរណ៍អស់រយៈពេល12ម៉ោងThe taxi driver earn អូខេអ្នកបើកតាក់ស៊ីឬក៏អ្នកបើកឡានឈ្នួលហ្នឹង earn បែរថាទទួលប្រាក់កម្រៃទទួលបានប្រាក់ឬក៏បង្កើតប្រាក់កម្រៃអញ្ចឹងទៅណា earn បាទទទួលបានប្រាក់ barely minimum បែរថា barely minimum ប្រែថាតិចតួចអញ្ចឹងណា barely minimum wage នេះប្រែថាប្រាក់កម្រៃឬក៏ប្រាក់ខែប្រាក់ថ្លៃឈ្នួលអូខេ earn ន័យថារកចំណូលថ្លៃហ្នឹងណាបើថារកចំណូលបានប្រាក់ខែតិចតួច barely minimum earn រកចំណូលអូខេ wage ប្រាក់កម្រៃប្រាក់ខែអូខេ earn barely minimum wage អូខេអញ្ចឹងអ្នកបើកឡានឈ្នួលហ្នឹងក៏ទទួលបានប្រាក់ខែតិចតួច and often deal with rude passenger ហើយជារឿយ often ជារឿយ deal with ប្រែថាត្រូវដោះស្រាយ deal with ហ្នឹងដោះស្រាយ rude passenger អូខេ rude passenger បានន័យថា
អ្នកធ្វើដំណើរដែលឆ្លើយដែលអត់ចេះគោរពជើងអីអញ្ចឹងណាចឹងគេប្រើពាក្យថា rude ឆ្លើយអត់គោរពឆ្មាំងឆ្មៃអញ្ចឹងទៅចំណុចទី3យើងមករៀនពីពាក្យអីគេចេះផ្លេច highlight cowboys អូខេ cowboy តោះ the cowboys day start before sunrise roping and herding cattle on a remote ranch under scorching sun or freezing wind អូខេតោះអញ្ចឹងគេថា cowboy បានន័យថាអ្នកបង្វឹកអ្នកកងវាលអញ្ចឹងណាអូខេ cowboy day អញ្ចឹងប្រែថាការងារប្រចាំថ្ងៃរបស់អ្នកបង្វឹក day ហ្នឹងប្រែថាប្រចាំថ្ងៃការងារប្រចាំថ្ងៃអូខេអញ្ចឹងគេថាការងារប្រចាំថ្ងៃរបស់អ្នកបង្វឹកហ្នឹង start before sunrise ចាប់ផ្ដើមមុនពេល before ហ្នឹងមុនពេល sunrise ហ្នឹងថ្ងៃរះអូខេអញ្ចឹងការងារប្រចាំថ្ងៃរបស់គ្រូបង្វឹកហ្នឹងគឺគាត់ចាប់ផ្ដើមមុនថ្ងៃរះ roping and herding cattle on a remote ranch អូខេយើងអានថា cattle ក៏បាន carol ក៏បាននៅលើយើងចង់អានដូចអាមេរិកគេអានថា carol អូខេបើអង់គ្លេសចំ cattle អូខេ herding cattle on a remote ranch under scorching sun or freezing wind អូខេនិយាយមើលណា roping នេះមកចងខ្សែហើយនឹង quill សัตว์អូខេ herding cattle បាទថាកងវាលសัตว์កងវាលគោកងវាលក្របីអីចឹងណានៅក្នុងហ្នឹងអញ្ចឹងយើងពេលកងវាលយើងចងខ្សែចងហ្នឹងឯងចងខ្សែហ្នឹងឯង roping ហ្នឹងចងខ្សែ on a remote range អូខេ remote range ហ្នឹងប្រែថាកសិដ្ឋានចាំសត្វណា range អូខេនៅតំបន់ដាច់ស្រយាល remote នឹងដាច់ស្រយាលអូខេអញ្ចឹងត្រូវគ្វាគោគ្វាក្របីគ្វាសัตว์ចងខ្សែចងកន្លោះចងកឡៅអូខេនៅកសិដ្ឋានដែលដាច់ស្រយាលមួយអូខេ under scorching sun or freezing wind scorching sun អូខេ under មាននៅក្រោមអូខេ scorching sun ពន្លឺព្រះអាទិត្យពន្លឺព្រះអាទិត្យណាផ្លេចអាទិត្យហើយអញ្ចឹងយើងដាក់ខ្លួនឯងផងនៅក្រោមពន្លឺព្រះអាទិត្យដ៏សែនក្តៅ scorching sun ហ្នឹងពន្លឺព្រះអាទិត្យដ៏សែនក្តៅ or freezing wind ឬក៏ខ្យល់ដែលរងាញាប់ញ័រ freezing wind អញ្ចឹងធម្មតាយើងទៅកងវាលគោកងវាលសត្វវាតាមរដូវថ្ងៃណាខែណាទៅវាក្តៅទៅខែណាដែលវាត្រជាក់ទៅនឹងវាស្រ័យលើស្រុកគេព្រោះស្រុកខ្មែរមានតែរដូវវស្សានិងរដូវក្តៅធ្វើក្តៅធ្វើភ្លៀងអញ្ចឹងណាអូខេប្រយោគទី4 construction worker អូខេអញ្ចឹងគេដាក់ថា the construction worker lift heavy steel beam all day the construction worker lift heavy steel beam all days wearing a hard hat and dusty boot and risking fall or equipment injury okay a construction worker lift heavy steel beam all day wearing a hard hat and dusty boots and risking fall or equipment injuries តោះយើងបកមកគ្នាអញ្ចឹងគេថា construction worker កម្មករសំណង់ lift លើក lift នោះប្រែថាលើក heavy steel beam អូខេដែកស្វិតអូខេ steel beam ហ្នឹងដែកស្វិតធ្ងន់ heavy ហ្នឹងធ្ងន់អូខេ heavy steel beam បាទដែកស្វិតធ្ងន់រាល់ថ្ងៃ all day រាល់ថ្ងៃ every day ក៏បានដែរណា The construction worker lift heavy steel beams all day ចឹងថាកម្មករសំណង់ហ្នឹងលើកដែកស្វិតដែកធ្ងន់ស្វិតរាល់ថ្ងៃ wearing a hard hat and dusty boots អូខេពាក់មួករឹងអូខេហើយនឹងស្បែកជើង hard hat ហ្នឹងគឺស្បែកជើង hat sorry hat ហ្នឹងគឺមួកណា hard hat បាទបានន័យថាមួករឹងណាអូខេ and dusty boots អូខេហើយនឹងស្បែកជើងប៊ូស្បែកជើងមិនស្បែកជើងប៉ាតាណា
ស្បែកជើង boot បាទស្បែកជើង boot ស្បែកជើង boot ដែរវាពោពេញទៅដោយធូលីអូខេអញ្ចឹងអ្នកធ្វើការ construction worker គឺគាត់ធ្វើការជាមួយរបស់ធ្ងន់មានធូលីដីមានស្អីហ្នឹងគឺពិបាក and risking fall or equipment injury អូខេrisking fall មានន័យថាប្រឈម risking ការប្រឈមអូខេហើយប្រឈមការធ្លាក់ fall មានការធ្លាក់អីហ្នឹងណាប្រឈមនឹងការធ្លាក់ឬក៏ការមុតinjury មានរបួសស្នាមមុតកន្លែងនេះមិនមែនមុខទេណាមានការមុតជាមួយនឹងឧបករណ៍ការមុតជាមួយនឹងឧបករណ៍ឬក៏របួសជាមួយនឹងឧបករណ៍មានរបួសឧបករណ៍ធន់ធ្ងន់ដែលយើងកំពុងធ្វើការនៅសំណង់ហ្នឹងវាធ្ងន់អញ្ចឹងយើងកាន់យើងលើកអីវាអាចដាច់ដៃឈាមដៃចំដៃចំជើងអីចឹងទៅអញ្ចឹង equipment injury ហ្នឹងគឺចង់សំដៅលើឧបករណ៍ដែលធ្វើឲ្យយើងរបួសស្នាមអូខេតោះយើងអានដល់ទៀត The construction worker lift heavy steel beams all day wearing a hard hat and dusty boot and risking fall or equipment injury អូខេតោះឥឡូវមើលឧទាហរណ៍បន្ទាប់លេខ5dancer បាទអ្នករាំអូខេអ្នករាំអមឆាអមអីហ្នឹងឬក៏យើងនិយាយ professional dancer អ្នករាំបែបអាជីពអូខេបើអ្នករាំធម្មតាគេច្រើនរាំតាមភូមិរាំអីហ្នឹងទៅរាំឲ្យគេវាយផ្អើលនិយាយលេងអញ្ចឹង professional dancer គឺគាត់រាំនៅលើឆាករាំអមឆាកពេលគេមានកម្មវិធីប្រគំតន្ត្រីអញ្ចឹងទៅណាអញ្ចឹងយើងមើលឧទាហរណ៍ដល់គ្នា Despite years of rehearsal the professional dancer has to endure torn muscle, low pay, and intense competition for short-term stage role. Okay. Despite years of rehearsal, the professional dancer have to endure torn muscle, low pay, and intense competition for short-term stage role. Okay. Despite year of rehearsal បាទ despite នេះប្រែថាក្រៅពី rehearsal នេះប្រែថា ហ្វឹកហាត់បាទអញ្ចឹងគេថាក្រៅពីហ្វឹកហាត់ជាច្រើនឆ្នាំ years year មាន s ជាច្រើនឆ្នាំឬក៏ក្រៅពីហ្វឹកហាត់អស់ជាច្រើនឆ្នាំ the professional dancer បាទអ្នករាំអាជីពអូខេអ្នកជំនាញខាងរាំឬក៏អ្នករាំអាជីព has to endure torn muscle បាទត្រូវអត់ធន់ជាមួយនឹងការឈឺចុកចាប់សាច់ដុំ torn muscle មានថាចុកចាប់សាច់ដុំឈឺដាច់សាច់ដុំអីចឹងទៅណា endure នឹងធន់អត់ធន់ឬក៏ប្រឈមក៏បានដែរ has to endure torn muscle បាទត្រូវអត់ធន់ជាមួយនឹងការឈឺចុកចាប់សាច់ដុំឬក៏សាច់ដុំវាដាច់រលាត់អីចឹងទៅ low pay and intense competition low pay មានន័យថាប្រាក់ពលកម្មថោកបាទប្រាក់ពលកម្មថោក low pay ហ្នឹងណាប្រាក់ពលកម្មថោក and intense competition ហើយការប្រកួតប្រជែងដ៏ស្វិតស្វាញ intense ហ្នឹងវាលក្ខណៈធ្ងន់ធ្ងរឬក៏ស្វិតស្វាញអីចឹងទៅអញ្ចឹងមានថាមានការប្រកួតប្រជែងខ្លាំងអូខេប្រកួតប្រជែងដ៏ស្វិតស្វាញឬក៏ប្រកួតប្រជែងខ្លាំង intense competition for a short term stage role អូខេមានន័យថាដើម្បី for នេះប្រែថាដើម្បី short term ប្រែថារយៈពេលខ្លីអូខេ stage មានន័យថាឆាកណា role តួនាទីរបស់គាត់អញ្ចឹងដើម្បីតួនាទីលើឆាកដែលមានរយៈពេលខ្លីអញ្ចឹងពេលយើងបកអង់គ្លេសគេសរសេរមកវាបច្ចៈបដោយពីខ្មែរយើងអញ្ចឹងខ្មែរយើងបកមិនបកទៅមើលទៅឲ្យវាឲ្យទៅមិនឲ្យវាសមអញ្ចឹងណាកុំឲ្យយើងបកបច្ចៈបដោយដូចគេដែរអត្ថន័យយើងស្ដាប់មកអត់យល់ទេអញ្ចឹង for នេះប្រែថាដើម្បីអូខេតួនាទី role តួនាទីដើម្បីតួនាទីលើឆាក stage role តួនាទីលើឆាក stage role តួនាទីលើឆាកដែលមានរយៈពេលខ្លី short term មានរយៈពេលខ្លី for a short term stage role
ចឹងអ្នកបង្វឹកបន្ទាប់ក្រៅពីការវឹកហាត់សមជាច្រើនឆ្នាំបាទ rehearsal វឹកហាត់សមជាច្រើនឆ្នាំអ្នកជំនាញបាទអ្នកជំនាញអ្នករាំអាជីពហ្នឹងគាត់ត្រូវប្រឈមនឹងការឈឺសាច់ដុំឈឺស្លាក់អីចឹងទៅ low pay ប្រាក់ខែថោកប្រាក់ខែតិចតួចអូខេ intense competition ការប្រកួតប្រជែងដ៏ស្វិតស្វាញ for a short term stage role ណាដើម្បីទូនទីលើឆាកដែលមានរយៈពេលខ្លីៗអញ្ចឹងជួនកាលគាត់អឺអ្នករាំគាត់មិនមែនមានការងាររាំនឹងរាំរហូតមួយឆ្នាំទៅមួយឆ្នាំទេគឺវាតាមរដូវកាលដែរពេលណាគេមានបន់ទៀនពេលណាគេមានតន្ត្រីអញ្ចឹងទៅបានគាត់មានឱកាសទៅរាំអញ្ចឹងណាមិនរាំរាល់ថ្ងៃទេអូខេអញ្ចឹងពិបាកដែរតោះទី6 The Lumberjack អូខេ Lumberjack នេះប្រែថាអ្នកអាឈើអ្នកកាប់ឈើអញ្ចឹងណានៅស្រុកខ្មែរអាហ្នឹងខុសច្បាប់នៅស្រុកណាគេខុសច្បាប់ដែរតែគាត់ថានៅស្រុកគេមានក្រុមហ៊ុនដែលគេមានអាជ្ញាប័ណ្ណត្រឹមត្រូវអញ្ចឹងណាអញ្ចឹងគេជួលអ្នកកាប់ឈើអ្នកអាឈើហ្នឹងទៅធ្វើការឲ្យគេដើម្បីកាប់ឈើធ្វើទូតុកកៅអីធ្វើផ្ទះឬក៏ធ្វើក្រាស់ធ្វើអីអញ្ចឹងទៅហ្នឹង Lumberjack ស្រុកគេតោះលេមកអានទាំងអស់គ្នា Every morning the lumberjack carry a loud chainsaw into the deep forest felling massive tree in dangerous isolated condition អូខេបងប្អូន every morning ប្រែថាជារៀងរាល់ព្រឹក the lumberjack អ្នកកាប់ឈើអ្នកអាឈើ carry កាន់ឬក៏យក a loud chainsaw រណាអាឈើ chainsaw នោះរណាអាឈើចឹងគាត់កាន់ឬក៏យករណាអាឈើដែលមានសំឡេងលាន់ loud chainsaw into the deep forest អូខេចូលទៅដល់ឬក៏ចូលទៅក្នុង into the deep forest ព្រៃជ្រៅអូខេ forest ព្រៃ deep ជ្រៅ into the deep forest បាទចូលទៅក្នុងព្រៃជ្រៅ felling massive tree បាទរំលំបាទដើម្បីរំលំចូលទៅក្នុងព្រៃជ្រៅហើយរំលំដើមឈើធំ massive tree ដើមឈើធំ in dangerous isolated condition អូខេ condition ប្រែថាលក្ខខណ្ឌឬក៏ស្ថានភាពអីចឹងទៅណា dangerous ប្រែថាដែលគ្រោះថ្នាក់ isolated ដែលដាច់ដោយឡែកដែលឯកានៅដាច់ស្រយាលពីគេចឹងទៅណាអញ្ចឹងនៅក្នុងស្ថានភាពដែលគ្រោះថ្នាក់ហើយឯកោអូខេអញ្ចឹងថារាល់ព្រឹកអ្នកកាប់ឈើកាន់យករណាដែលមានសម្លេងលឺខ្លាំងចូលទៅក្នុងព្រៃជ្រៅរំលំដើមឈើធំនៅក្នុងស្ថានភាពដែលគ្រោះថ្នាក់ហើយឯកោអូខេតោះមកទៀតអញ្ចឹងពាក្យទាំង6របស់យើងហ្នឹងគឺយើងបានឧទាហរណ៍ហើយប៉ុន្តែយើងមានពាក្យបន្ថែមឲ្យអ្នកទាំងអស់រៀនបន្តអញ្ចឹងយើងមករៀនពាក្យ6បន្ថែមទៀតដូចជា salesperson chef flight attendant carpenter receptionist nurse អូខេ salesperson ហ្នឹងចង់ដើរលើបុគ្គលិកផ្នែកលក់នៅតាមហាងយើងដើរមើលនៅក្នុង mall ដើរមើលនៅក្នុងហាងទៅឃើញមានគេអ្នកលក់នៅក្នុងហ្នឹងអញ្ចឹងគេហៅថា salesperson chef មេចុងភៅ flight attendant អ្នកបម្រើការងារតាមយន្តហោះអូខេឬក៏ខ្មែរយើងគេហៅថាអ្នកអូតេសអីចឹងទៅណាអូខេ carpenter ជាងឈើជាងធ្វើផ្ទះ receptionist អ្នកទទួលភ្ញៀវអូខេ nurse កលានុបដ្ឋាយិកាអ្នកមើលថែឬក៏អ្នកមើលថែអ្នកជំងឺ nurse អូខេតោះឥឡូវមកមើលឧទាហរណ៍របស់គ្នា A salesperson sell clothes in the department store ចឹងគាត់ថាបុគ្គលិកលក់គឺលក់សម្លៀកបំពាក់នៅតាមផ្សារទំនើប A salesperson អ្នកលក់បុគ្គលិកផ្នែកលក់ sell clothes ក៏លក់សម្លៀកបំពាក់ in the department store បាទចំណុចទី2 A chef cooks foods in the restaurant បាទ chef មេចុងភៅ cook ចម្អិន cook food ចម្អិនអាហារ in the restaurant បាទនៅភោជនីយដ្ឋាន A chef cook food in a restaurant អូខេមួយទៀតលេខ3ខ្លីៗនេះណា A flight attendant serve passenger for the airline អូខេ flight attendant អ្នកអូតេសអ្នកបម្រើការតាមយន្តហោះ
serve បម្រើ serve ប្រែថាបម្រើ passenger អ្នកធ្វើដំណើរ for an airline តាមជើងហោះហើរអូខេចឹងអ្នកបម្រើការងារតាមយន្តហោះបម្រើអ្នកធ្វើដំណើរសម្រាប់ជើងហោះហើរឬក៏តាមជើងហោះហើរអញ្ចឹងទៅ A flight attendant serve passenger for the airline. For លេខ4 A carpenter builds houses for the construction company ចឹងគេថាជាងឈើជាងផ្ទះធ្វើផ្ទះអូខេជាងឈើគាត់ធ្វើផ្ទះ build houses ធ្វើផ្ទះ for the construction company បាទក្រុមហ៊ុនសំណង់ construction company ក្រុមហ៊ុនសំណង់ A carpenter build houses for the construction company អញ្ចឹងជាងឈើសាងសង់ផ្ទះឲ្យក្រុមហ៊ុនសំណង់អូខេលេខ5 A receptionist answer the phone in an office អញ្ចឹងគេថាអ្នកទទួលភ្ញៀវហ្នឹងគាត់ឆ្លើយទូរស័ព្ទនៅក្នុងការិយាល័យ answer the phone ចាំឆ្លើយទូរស័ព្ទមិនថាឆ្លើយសំណួររាល់គេមានសំណួរមានអីហ្នឹងគឺគាត់តែឆ្លើយឯង A receptionist answers the phone in an office អញ្ចឹងអ្នកទទួលភ្ញៀវគាត់ចាំតែឆ្លើយទូរស័ព្ទណាអ្នកទទួលភ្ញៀវគាត់ចាំឆ្លើយទូរស័ព្ទនៅក្នុងការិយាល័យចុងក្រោយពាក្យចុងក្រោយ A nurse cares for patients in a hospital ឬក៏ hospital អូខេ A nurse care for a patient in a hospital អញ្ចឹងគិលានុបដ្ឋាយិកាមើលថែរក្សា care for មើលថែរក្សា care for ហ្នឹងណាប្រែថាមើលថែរក្សា patients អ្នកជំងឺ in a hospital នៅក្នុងមន្ទីរពេទ្យនៅឯមន្ទីរពេទ្យក៏បានដែរណា A nurse care for patients in a hospital អញ្ចឹងគិលានុបដ្ឋាយិកាមើលថែរក្សាអ្នកជំងឺនៅមន្ទីរពេទ្យអូខេអរគុណសម្រាប់ការចូលចិត្តតាមដានវីដេអូភាសាអង់គ្លេសជាមួយនឹង Jack's English ជួយ subscribe ផងអូខេបាយបាយ